ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើប៊ឺសាបនៅផ្ទះដោយខ្លួនឯងប៊ឺសាបនេះគឺមានរសជាតិឆ្ងាញ់ណាស់បងប្អូនអើយហើយគ្រឿងផ្សំរបស់យើងគឺត្រូវការតែមួយមុខទេប៊ឺសាបនេះយើងយកទៅលាបជាមួយនឹងនំប៉័ងក៏បានឬមួយក៏យកទៅលាយជាមួយនឹងមុខម្ហូបផ្សេងៗក៏បានដែរសំខាន់រសជាតិគឺឆ្ងាញ់ចាឆ្ងាញ់ជាងយើងទិញទៅតាមផ្សារធម្មតាទៀតហើយបើសិនជាបងប្អូនចង់ដឹងថានេះខ្ញុំធ្វើយ៉ាងណាកុំភ្លេចមើលវីដេអូនេះទាំងអស់គ្នាមិញហ្នឹងគឺជាកញ្ចប់មៀលគ្រីមចាគឺយើងត្រូវការមៀលគ្រីមមួយកញ្ចប់ហ្នឹងបងប្អូនយក1លីត្រក៏បានកន្លះលីត្រក៏បានដែរគឺតាមយើងធ្វើតិចធ្វើច្រើនអញ្ចឹងអ្វីដែលយើងត្រូវការគឺយើងត្រូវការមៀលគ្រីមចាយើងយកមៀលគ្រីមហ្នឹងយើងយកមកវាយវាមកហើយបងប្អូនប្រើម៉ាស៊ីនបែបនេះចាឬមួយក៏បងប្អូនប្រើម៉ាស៊ីនដែលយើងកាន់ដៃក៏បានដែរយើងវាយរហូតតតែគ្រីមរបស់យើងហ្នឹងឡើងរឹងបែបនេះនៅពេលដែលឡើងរឹងបែបហ្នឹងហើយគឺខ្ញុំបានដូរមុខវាដោយសារតែខ្ញុំចង់ឲ្យវាវាយទៅលឿនជាងហ្នឹងតែបងប្អូនអាចប្រើតែមុខមួយហ្នឹងក៏បានដែរហើយយើងគៀគ្រីមរបស់យើងហ្នឹងចាឲ្យវាចុះមកក្រោមតិចមកដើម្បីវាវាយទៅបានសព្វល្អហើយនេះគឺជាមុខទី2ដែលខ្ញុំប្រើចាគឺងាយស្រួលមែនតើរបៀបធ្វើប៊ឺនេះចានៅពេលដែលយើងដាក់មុខទី2ហ្នឹងហើយគឺយើងវាយទៅមួយផ្លេតទៀតហ្នឹងចេញមកគឺគ្រីមរបស់យើងហ្នឹងឡើងពណ៌លឿងណាចាឡើងពណ៌លឿងហើយពេលហ្នឹងវាអត់តន់ញែកចេញទេបងប្អូនយើងបន្តវាយវាទៀតហើយបងប្អូនកុំភ្លេចគៀសវាផងនេះវាចេញលឿងអញ្ចឹងខាងក្រោមហ្នឹងអញ្ចឹងគឺយើងកុំភ្លេចបន្តវាយគ្រីមរបស់យើងហ្នឹងបន្តទៀតយើងវាយរហូតតតែគ្រីមរបស់យើងហ្នឹងញែកជា2ញែកចេញជាប៊ឺផ្សេងហើយនឹងមៀលគ្រីមនឹងផ្សេងចាគ្រីមមៀលហ្នឹងចាញែកចេញជា2វាយទៀតទៅបងប្អូនឃើញទេនេះចាប់ផ្ដើមចេញជាតិទឹកអញ្ចឹងគឺយើងបន្តវាយទៀតចាវាយតែមួយផ្លេតទៀតហ្នឹងគឺហើយរបៀបធ្វើប៊ឺសាបនេះគឺងាយស្រួលទេបងប្អូនមិនសិនជាបងប្អូនពិបាកចាទៅផ្សារមិនដឹងទៅរកទិញប៊ឺសាបនៅណាអីទិញមៀលគ្រីមមួយមកយកមកធ្វើខ្លួនឯងទៅគឺធានាថារសជាតិឆ្ងាញ់ហ្មងឆ្ងាញ់យើងលាបនំប៉័ងលាបអីគឺល្អហើយសំខាន់ប៊ឺហ្នឹងញ៉ាំទៅគឺល្អសម្រាប់សុខភាពទៀតចាអញ្ចឹងឥឡូវនេះគឺប៊ឺរបស់ខ្ញុំធ្វើរួចហើយអ្នកបងប្អូនឃើញទេគឺវាញែកចេញជា2អញ្ចឹងតែម្ដងអញ្ចឹងយើងដួសយកអាដុំហ្នឹងមកយើងយកមកត្រាំវានៅក្នុងទឹកកកចាទឹកត្រជាក់ត្រាំប្រហែលជា5នាទីអីទៅសឹមយើងច្របាច់វាចេញជារូបរាងចាជាដុំមួយបងប្អូនចង់ដាក់ចូលទៅក្នុងដបក៏បានចាឬមួយបងប្អូនចង់យកกระดาษដុតនំយកមកខ្ចប់ដូចខ្ញុំក៏បានដែរនេះគឺសាច់ប៊ឺរបស់យើងគឺល្អខ្លាំងមែនទែនតែម្ដងចាប៉ុណ្ណឹងមកគឺរៀបរាប់ជាការស្រេចខ្ញុំថ្ងៃនេះគឺខ្ញុំយកមកខ្ចប់ជាមួយនឹងกระดาษដុតនំចាខ្ញុំលុញវាឲ្យคล้ายជា4ជ្រុងបែបហ្នឹងមកខ្ញុំរុំវាជាกระดาษដុតនំអញ្ចឹងទៅហើយបន្ទាប់មកគឺយើងយកទៅទុករក្សាទុកក្នុងទូទឹកកកទៅពេលណាយើងត្រូវការញ៉ាំចាលាបនំប៉័ងលាបអីបងប្អូនអាចប្រើបានឬមួយក៏យកទៅធ្វើជាមុខម្ហូបអីផ្សេងៗក៏បានដូចគ្នាសំខាន់រសជាតិគឺឈ្ងុយមែនទែនអញ្ចឹងរបៀបធ្វើប៊ឺនេះគឺមានតែប៉ុណ្្នេះទេនេះខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះផងដែរបើសិនជាបងប្អូនមានសំណួរឬមួយក៏យោបល់ផ្សេងៗកុំភ្លេច comment នៅខាងក្រោមវីដេអូហើយកុំភ្លេចជួយ share follow page ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃផងអរគុណច្រើនសម្រាប់ការគាំទ្រកន្លងមកចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតចាជម្រាបលា